សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Homemade Food បាននាំយកនៅមុខម្ហូបដ៏សាមញ្ញមួយបែបទៀតហើយគឺសម្លប្រហើរកូនកាត់ដូច្នេះដើម្បីកុំឲ្យទន្ទឹងរង់ចាំយូរសូមបងប្អូនទាំងអស់គ្នាទស្សនានៅគ្រឿងផ្សំដូចតទៅជាដំបូងគឺយើងមានខ្ទឹមក្រហមនិងម្ទេសបងប្អូនអាចបន្ថែមជាមួយនឹងខ្ជាយបន្តិចក៏បានដែរបន្ទាប់មកបងប្អូនធ្វើការបុកគ្រឿងទាំងនេះឲ្យបានម៉ត់បន្តិចរួចហើយបងប្អូនបន្ថែមជាមួយនឹងកាពិ1ស្លាបព្រារួចបន្តបុកល្បាយទាំងអស់នេះឲ្យបានម៉ត់ល្អដូចនៅក្នុងវីដេអូនេះអញ្ចឹងបន្ទាប់ពីបងប្អូនបានធ្វើការបុកឲ្យម៉ត់រួចរាល់អស់ហើយបងប្អូនដួសចេញទុកមួយឡែកសិនចំពោះបន្លែរួមមានដូចជាល្ពៅត្រាវកូនពោតផ្សិតស្អំនិងបង្គាបន្ទាប់មកបងប្អូនត្រូវដាក់ដាំទឹកឲ្យពុះបន្ទាប់ពីទឹកពុះរួចរាល់ហើយបងប្អូនត្រូវបង់ជាមួយនឹងក្បាលបង្គាការធ្វើបែបនេះគឺដើម្បីបន្ថែមរសជាតិនៃទឹកស៊ុបបន្ទាប់ពីក្បាលបង្គាបានឆ្អិនហើយគឺយើងត្រូវដួសក្បាលបង្គានោះចេញរួចហើយគឺយើងបន្តទុកទឹកនោះឲ្យបានពុះបន្តិចហើយយើងត្រូវបង់គ្រឿងដែលយើងបានបុកនិងត្រៀមរួចបន្ទាប់មកគឺយើងត្រូវបង់ជាមួយនឹងបន្លែដែលក្រឆ្អិនដូចជាល្ពៅនិងត្រាវបន្ទាប់ពីនោះរួចគឺយើងត្រូវបន្ថែមជាមួយនឹងប៊ីចេងស្កររ៉ូឌីរួចហើយយើងត្រូវដួសពពុះនោះចេញបន្តិចសិនបន្ទាប់ពីយើងបានដួសពពុះនោះរួចបន្តិចហើយគឺយើងបន្តរំងាស់បន្លែមើមទាំងពីរនេះឲ្យបានផុយបន្តិចសិនបន្ទាប់ពីមើលឃើញថាបន្លែមើមទាំងពីរនោះបានផុយបន្តិចហើយគឺយើងបន្តបង់ស្នៀតពោតជាមួយនឹងផ្សិតចំបើងជាចុងក្រោយយើងត្រូវបន្ថែមស្អំជាមួយនឹងបង្គារួមគ្នាតែម្ដងហើយបន្តរំងាស់ទឹកស៊ុបនេះតែមួយពោះពីរពោះទៀតបានហើយចំពោះការធ្វើបែបនេះគឺធ្វើឲ្យសាច់បង្គាមានរសជាតិផ្អែមស្រួយនិងមិនមានជាតិខ្សោះឥឡូវយើងឃើញថាមុខម្ហូបរបស់យើងក៏បានឆ្អិនរួចរាល់អស់ផងដែរដូច្នេះបងប្អូនទាំងអស់គ្នាកុំភ្លេចសាកល្បងធ្វើតាមណាអរគុណជួបគ្នានៅវីដេអូក្រោយ